បាទជាសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំក្នុងការ live លើកនេះតកតងនឹងប្រធានបទការមើលថែផ្សិតនៅពេលដែលរដូវភ្លៀងជ្រុំខ្លាំងអញ្ចឹងហើយយើងគួរមើលថែយ៉ាងដូចម្ដេចវាជាកត្តាល្អនៅពេលដែលមានភ្លៀងក៏ប៉ុន្តែក៏វាជាកត្តាមួយក៏ជាបញ្ហាដែរនៅពេលដែលយើងអត់បានមើលថែវាល្អដោយសារបញ្ហារបស់ផ្សិតបើសិនជាករណីភ្លៀងជ្រុំហើយជាប់រហូតទាំងយប់ទាំងថ្ងៃទាំងព្រឹកអញ្ចឹងជាហេតុដែលធ្វើឲ្យវាអលួយទៅវិញទៅថាបានដែរនៅពេលដែលយើងដាក់កប៉ុស្ស្ដើងសីតុណ្ហភាពចាស់ទាបរយៈពេលយូរផ្សិតក៏អាចអលួយទៅវិញជាកត្តាធម្មជាតិដែរដោយសារកាសធាតុត្រជាក់រយៈពេលយូរផ្សិតអាចនៅបានដែរអញ្ចឹងអ្វីដែលយើងមើលថែទៅតាមជាក់ស្ដែងដូចជាក់ស្ដែងនៅខាងខ្ញុំនេះភ្លៀងធ្លាក់ព្រឹកយប់ក៏ភ្លៀងដែរអញ្ចឹងកាសធាតុចោះត្រជាក់រយៈពេលយូរអញ្ចឹងទៅការត្រៀមកប៉ុស្តិ៍របស់ខ្ញុំក៏មិនបានត្រៀមល្អប្រហែលដែរដោយសារខ្ញុំធ្វើស្ថិតនៅក្នុងរដូវក្តៅវាមិនជារដូវក្តៅហើយក៏វាមិនតន់ទៅជារដូវភ្លៀងជារៀងរាល់ថ្ងៃដែរប៉ុន្តែនៅក្នុងប្រហែលថ្ងៃនេះគឺភ្លៀងជ្រុំរហូតជាហេតុដែលធ្វើឲ្យផ្សិតចាប់ក្របហើយកប៉ុស្តិ៍យើងប្រែប្រួលកប៉ុស្តិ៍យើងក៏ត្រូវទឹកភ្លៀងជាច្រើនហើយបូករួមទៅនឹងនៅក្នុងបរិយាកាសមានសំណើមកប៉ុស្តិ៍យើងបៀមទឹកកាលណាកប៉ុស្តិ៍យើងបៀមទឹកកប៉ុស្តិ៍យើងអត់សូវមានកម្ដៅផ្សិតក៏វាលួយទៅវិញដែរអញ្ចឹងនៅក្នុងរដូវនេះការមើលថែរបស់យើងមិនបាច់សូវបាញ់ទឹកដីមកទេមានន័យថាយើងអាចបាញ់ពេលព្រឹកល្ងាចយើងបាច់បាញ់ហើយយើងបិទរោងឲ្យវាមានកម្ដៅតិចទៅទោះបីជាវាឡើងដល់35-36អង្សាក៏អត់អីដែរឲ្យវាក្ដៅល្មមទៅដោយសារនៅកប៉ុស្តិ៍យើងវាមានសំណើមវាបៀមទឹកច្រើនជ្រុលប៉ុន្តែវាបៀមទឹកច្រើនជ្រុលកប៉ុស្តិ៍អត់សូវមានកម្ដៅទេអញ្ចឹងយើងប្រើកត្តាកម្ដៅខាងក្រៅជួយពេលថ្ងៃអាចនឹងបើកក្ដៅអញ្ចឹងយើងគួរតែបន្ទុំវាឲ្យមានកម្ដៅបន្តិចទៅដើម្បីឲ្យផ្សិតជំនាន់ក្រោយវាលូតគ្រាប់ធំនេះដូចជាពួកប្រភេទនេះអាចនឹងលូតគ្រាប់ធំតាមក្រោយមកដោយសារយើងបន្ទុំរោងបិទរោងតិចទៅឲ្យវាមានកម្ដៅជួយដើម្បីឲ្យផ្សិតលូតគ្រាប់ធំកាលណាបើយើងអត់ជួយជាកម្ដៅទេយើងសារលបាយវាដូចជាខែផ្សេងទៀតអានឹងផ្សិតយើងភាគច្រើនអាចនឹងលួយទៅវិញបងប្អូនដោយសារកប៉ុស្តិ៍យើងបៀមទឹកនឹងអាស្រ័យទៅលើយើងគឺអាស្រ័យទៅលើលក្ខខណ្ឌធម្មជាតិដូចជាកត្តាភ្លៀងជ្រុំច្រើនដងទៅវាធ្វើឲ្យបរិយាកាសមានសំណើមអញ្ចឹងទៅកប៉ុស្តិ៍យើងស្រូបយកអាសំណើមនៅក្នុងបរិយាកាសคล้ายទៅជាការបៀមទឹកទៅវិញបើសិនជាបងប្អូនប្រើកប៉ុស្តិ៍ស្ដើងផ្សិតប្រកាសជាលួចច្រើនហើយតែដែលខ្ញុំប្រើកប៉ុស្តិ៍រោងនេះរៀងក្រាស់បន្តិចអញ្ចឹងទៅវាត្រូវនៅក្នុងរដូវភ្លៀងជ្រុំវិញអញ្ចឹងទៅផ្សិតខ្ញុំអត់សូវលួយទេអញ្ចឹងវាដោះមកក្នុងលក្ខខណ្ឌនេះគឺស្អាតទាំងលើទាំងក្រោមគាត់ថាជាន់នេះវាដោះមកមួយបដិញទេតែវាមានទំហំធំស្អាតជាន់ខាងក្រោមទៅជាចាប់ក្របក្រោយគេវិញមួយគាត់ថាក្របវាអាចនឹងមានគុណភាពនៅពេលដែលខ្ញុំបិទរោងឲ្យវារៀងក្តៅបន្តិចណាបងប្អូនអញ្ចឹងការមើលថែនៅក្នុងរដូវនេះផ្ទុយពីរដូវក្តៅមានន័យថាយើងអាសាលបាយទឹកឲ្យបានច្រើនហើយនឹងបើកទ្វារមុខក្រោយនៅពេលថ្ងៃករណីក្តៅជ្រុលអញ្ចឹងណាដោយសារនៅក្នុងបរិយាកាសមានសំណើមតែដែលឡែកនៅក្នុងរដូវនេះបរិយាកាសយើងមានសំណើមស្រាប់ហើយមានន័យថាពេលយប់វាមានសំណើមគ្រប់គ្រាន់ពេលថ្ងៃវាមានសំណើមទៀតបូកនឹងកប៉ុស្តិ៍យើងបៀមទឹកកាលណាកប៉ុស្តិ៍យើងបៀមទឹកវាថាការកម្ដៅអញ្ចឹងយើងអាចយកកម្ដៅពីកប៉ុស្តិ៍បានទេករណីនេះយើងយកកម្ដៅពីបរិយាកាសខាងក្រៅជួយមានន័យថាយើងយកកម្ដៅពី
ពលឺប្រតិជួយដើម្បីនៅក្នុងរោងយើងការកម្ដៅកណាក្នុងរោងយើងរៀងការកម្ដៅផ្សិតជំនាន់ក្រោយវាប្រកាសជាចាប់ក្របមកវានៅហើយវាអាចឲ្យលួយទៅវិញទេណាបងប្អូនអញ្ចឹងសរុបមកការមើលថែវាមានតិចនិចរៀងខ្លួនមានតិចនិចទៅតាមរដូវនិងប្រែប្រួលទៅតាមកប៉ុះផងដែរអញ្ចឹងបើសិនជាយើងអត់បានយល់អំពីការមើលថែឲ្យស៊ីជម្រៅទេការមើលថែរបស់យើងធម្មតាទេនឹងអាចនឹងកតាប្រឈមនឹងការលួយទៅវិញបាទអញ្ចឹងជាក់ស្ដែងផ្សិតនេះអាចនឹងចាប់ក្របប្តេញយើងមើលតាមវីដេអូហ្នឹងក៏អត់សូវឃើញមានច្រើនទេប៉ុន្តែខ្ញុំមើលនឹងភ្នែកវាចាប់ក្របច្រើនប្តេញមានតូចមានធំបងប្អូនមើលទស្សនាទៅចឹងការមើលថែអត់អ្វីជាការចោទទេខ្ញុំបិទរោងលូខ្ញុំបន្តនៅការបើកឯងគាត់ថាខ្ញុំអាចនឹងចុកលូមួយចំនួនខ្ញុំលេងប្រើហើយដោយសារខ្ញុំបន្ទុំរោងឲ្យមានកម្ដៅបន្តិចហើយលូមួយចំនួនក៏អាចប្រើដែរធ្វើលូកដាលអីខ្ញុំប្រើ2ជួយដើម្បីកុំឲ្យបរិយាកាសនៅក្នុងរោងវាអាប់ជ្រុលករណីនៅពេលថ្ងៃវាបើកកម្ដៅក្ដៅអញ្ចឹងកាលណាវាយើងអាប់ជ្រុលបរិយាកាសយើងកើនកម្ដៅនៅក្នុងរោងយើងកើនលើសពី37ហ្នឹងវាទៅជាផលរំខានវិញធ្វើឲ្យផ្សិតមួយចំនួនក៏អាចឲ្យលួយទៅវិញដែរយើងធំ35ចុះអីហ្នឹងមិនចោតជាបញ្ហាបងប្អូនអញ្ចឹងយើងគួរទៅប្រឡែងលូមួយចំនួនទៅហើយយើងបិទមួយចំនួនមានតែប៉ុណ្្នឹងដែរសម្រាប់ជូនបងប្អូនតទៅនឹងការមើលថែដល់ឡែកទៅនៅខាងនេះ30ជ្រុលតែវាអាចនឹងចាប់ក្របក្រោយនេះតែចាប់ក្របមួយអញ្ចឹងអានេះអាចនឹង2ថ្ងៃទៀតអាចនឹងឃើញច្រើនហើយនេះទៅជាទៅនៅទី2កណ្ដាលគេវាមានបរិយាកាសសមស្របវាចាប់បានស្អាតជាងគេដោយសារទៅនៅកណ្ដាលវាអត់ទទួលសំណើមច្រើនជ្រុលទេដោយសារតង់ខ្ញុំវាជាប្រភេទតង់ថ្មីកាលណាតង់ថ្មីទៅនៅខាងលើនេះខ្ញុំអត់បានផ្ដាច់ស័យខ្ញុំអត់បានប្រើទឹកទេដោយសារវាតក់សំណើមវាតក់ពីលើចុះមកក្រោមមកវាធ្វើឲ្យកប៉ុះទៅនៅខាងលើជាន់ខាងនេះវាបៀងទឹកច្រើនជ្រុលកាលណាវាបៀងទឹកច្រើនជ្រុលវាអាចនឹងដោះប្រភេទពួកផាក់ឈីនេះមុនណាអញ្ចឹងបងប្អូនករណីបើដោះអានេះមិនបាច់ព្រួយបារម្ភអីទេនេះវាមានអាយុកាលវាខ្ញុំបាយថាធ្វើ2អាទិត្យ2ទៅ3ថ្ងៃទៀតវានឹងលួយទៅវិញហើយអានេះវាអត់ជាផលរំខានសម្រាប់ផ្សិតយើងទេដល់ពីអានេះវាលួយទៅវិញផ្សិតយើងក៏ចាប់ក្របមកតាមក្រោយនេះយើងសង្កេតឃើញនេះចាប់ដើមមកមួយហើយចាំមើល2ថ្ងៃទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូនឲ្យដឹងថាតាមពិតអានេះដោះដោយសារកប៉ុះយើង30ជ្រុលកាលណាកប៉ុះយើង30ជ្រុលបងប្អូនដឹងហើយតើតើនឹងកប៉ុះកាលណានៅក្នុងកម្រិត30ជ្រុលផ្សិតអាចចាប់ក្របបានទេអញ្ចឹងប្រភេទពួកផាក់ឈីនេះវាអាចនឹងដោះមុនអញ្ចឹងវាដោះអាយុវាអាចនឹង 4-5 ថ្ងៃវាដួលទៅវិញហើយកាលណាវាដួលទៅផ្សិតយើងក៏ចាប់ក្របបន្តពីផាក់ឈីនេះវាអាចជាបញ្ហាអញ្ចឹងបងប្អូនព្យាយាមមើលថែកប៉ុះយើងកុំឲ្យស្ងួតបើសិនជាករណីសើមវាអត់ចោតជាបញ្ហាយើងអាចប្រើវិធីល្បាយជួយអីដើម្បីកាត់សំណើមពីកប៉ុះករណីបើស្ងួតយើងពិបាកក្នុងការមើលថែមានន័យថាករណីបើស្ងួតវាអាចចាប់ក្របបានធម្មជំហៀងឯងក៏ដែលអត់អាចចាប់ក្របឯងបើយើងស៊ូឲ្យកប៉ុះយើងសើមទៅគាត់ថាកុំឲ្យសើមដូចករណីខ្ញុំណាករណីខ្ញុំហ្នឹងមិនមែនមកពីខ្ញុំបដិស័យឬក៏ខ្ញុំប្រើទឹកជ្រុលទេវាជាកតាតង់ថ្មីកាលណាតង់ថ្មីវាបៀងសំណើមបានល្អកាលណាវាបៀងសំណើមបានល្អវាតក់ពីលើចុះក្រោមវាទៅនៅដែលត្រូវគឺទៅនៅលើគេប្រអស់ហ្នឹងវាអាចនឹងប្រឈមនឹងការសើមជ្រុលបាទមានតែប៉ុណ្្នឹងឯងបងប្អូនឃើញអត់ចាប់ដើមមកបដាហើយខ្ញុំអត់បារម្ភទេដោយសារកប៉ុះខ្ញុំមានសំណើមហើយពេលថ្ងៃខ្ញុំបិទយកកដៅតិចទៅហើយខ្ញុំលួចខ្យល់តិចទៅវាបានត្រូវបរិយាកាសល្អអញ្ចឹងសិតត្រូវការសំណើមត្រូវការកម្ដៅមានសំណើមហើយអត់កម្ដៅក៏វាអាចចាប់ក្របបានដែរវាចាប់ក្របវាអាចឲ្យលួយទៅវិញករណីបើមានសំណើមប៉ុន្តែក្តៅជ្រុលក៏អាចចាប់ក្របបានដែរដោយសារសិតបងប្អូនដឹងហើយអាចចាប់ក្របចន្លោះពី34អង្សាចុះទៅតាមពូជមួយនីមួយពូជមួយចំនួនអាចទៅ36ក៏អត់ចោតជាបញ្ហាដែរអញ្ចឹង
នេះចាប់ដើមមកហើយចាំមើលអាចនឹងយប់នេះមកតិចអាចនឹង2ថ្ងៃទៀតអាចនឹងមកបដាបដេញនៅពេលដែលសំណើមយើងវាបាត់បង់ហើយបូករួមនឹងកម្ដៅបរិយាកាសខាងក្រៅជួយបូករួមនឹងខ្ញុំបន្ទុំរោងឲ្យមានកម្ដៅយ៉ាងទៅស្វប្រកាសជាលមូចាប់ក្របហើយណាបងប្អូនបាទឃើញថាចាប់ក្របស្អាតសិតនីមួយមានទំហំធំល្អហើយថ្ងៃនេះខ្ញុំអត់អាចសាច់ទឹកបានទេដោយសារបរិយាកាសនៅក្នុងរោងដោយសារភ្លៀងពីយប់មិញហើយក្នុងបរិយាកាសមានសំណើមស្រាប់ហើយអញ្ចឹងខ្ញុំអត់តន់ផ្ដាច់ចស័យទេដោយសារពណ៌របស់ផ្សិតយើងវាមានឡើងកម្ៅដុំខាងលើបានបញ្ជាក់ថាកប៉ោះយើងវាមានសំណើមបរិយាកាសមានសំណើមគ្រប់គ្រាន់ហើយអញ្ចឹងមិនបាច់តន់បាញ់ផ្សែងឬក៏លំអងទឹកជួយដើម្បីឲ្យប្រភេទពួកស្រីទូចនេះនៅកាលណាបើយើងបាញ់ពេលឥឡូវនេះវាអាចនឹងប្រឈមនឹងពួកទូចនេះមួយចំនួនអាចនឹងទៅវិញគាត់ថាការមើលថែផ្សិតមួយវាបាត់បែនទៅតាមអាស្រ័យទៅតាមរូបរាងរបស់ផ្សិតអាស្រ័យទៅលើរដូវនីមួយអញ្ចឹងតើតើរដូវនេះខ្ញុំសូមជម្រាបបងប្អូនថាវិធីមើលថាយើងមើលមិនបានដឹងថាផ្សិតវាមានសំណើមផ្សិតត្រូវលក្ខខណ្ឌរបស់វាសម្រាប់ឲ្យវាលូតលាស់ធំបានល្អអញ្ចឹងបងប្អូនសម្គាល់តែបើសិនជាករណីវាចាប់ក្របហើយក្បាលរបស់វាមានដូចជារូបរាងកម្ៅបែបនេះមានន័យថានៅក្នុងកប៉ោះយើងវាមានសំណើមគ្រប់គ្រាន់ហើយអញ្ចឹងការផ្ដល់ទឹកមិនគួរឲ្យទេណាបងប្អូនចាំឲ្យវាធំជាងនេះបន្តិចចាំយើងផ្ដល់ទឹកឲ្យជាការល្អអញ្ចឹងថ្ងៃនេះយើងគ្រាន់តែបិទរោងបន្ថែមដើម្បីឲ្យវាធំជាងរត់ដងមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់បងប្អូនជាការចែករំលែករបស់ខ្ញុំនៅក្នុងរដូវនេះជារដូវដែលងាយស្រួលបដោះប៉ុន្តែបើសិនជាយើងអត់មើលថែបានល្អទេតើតើនឹងភ្លៀងជ្រុំខ្លាំងក៏វាជាកត្តាធ្វើឲ្យចោតជាបញ្ហាវិញដែរបើសិនជាយើងមើលថែអត់បានល្អផ្សិតអាចនឹងណុកផ្សិតអាចរលួយទៅវិញគេថាផ្សិតរលួយដោយសារសីតុណ្ហភាពចុះទាបណាបងប្អូនអញ្ចឹងសរុបមកផ្សិតរលួយមានច្រើនកត្តាទី1តើតើនឹងកម្ដៅកាលណាផ្សិតនៅក្នុងកប៉ោះជាអត់មានកម្ដៅក៏ធ្វើឲ្យផ្សិតរលួយទី2តើតើនឹងកម្ដៅក្តៅជ្រុលករណីបើផ្សិតយើងចាប់ក្របហើយនៅក្នុងរោងយើងក្តៅជ្រុលបូករួមនឹងសីតុណ្ហភាពខាងក្រៅវាក្តៅខ្វះសំណើមក៏ជាហេតុដែលធ្វើឲ្យផ្សិតរលួយដែរចំណុចមួយទៀតផ្សិតរលួយតើតើទៅនឹងរដូវភ្លៀងឧទាហរណ៍ភ្លៀងជ្រុំចឹងទៅកប៉ោះយើងបៀមសំណើមហើយភ្លៀងជ្រុំច្រើនថ្ងៃតែនៅពេលដែលផ្សិតយើងចាប់ក្របហើយភ្លៀងជាប់គ្នាប្រហែលថ្ងៃចុះផ្សិតក៏ជាហេតុដែលធ្វើឲ្យវាលួយដែរគេហៅថាលួយដោយសារសីតុណ្ហភាពចុះទាបអញ្ចឹងការមើលថែរបស់យើងត្រូវបត់បែនឲ្យបានត្រឹមត្រូវអញ្ចឹងការប្រើកម្រាស់កម្ប៉ុសក៏ជាចំណុចកំណត់ធ្វើឲ្យផ្សិតតូចឬក៏ផ្សិតធំឬក៏កំណត់ធ្វើឲ្យផ្សិតយើងឲ្យលួយឬមិនលួយដែរអាស្រ័យទៅនឹងរដូវរៀងខ្លួនអញ្ចឹងណាបងប្អូនអញ្ចឹងរដូវនេះយើងអាចប្រមាលឃើញទេព្រោះជារដូវដែលមានភ្លៀងធ្លាក់គួរសមដែរហើយក្នុងឆ្នាំនេះភ្លៀងជ្រុំដែរអញ្ចឹងបានខ្ញុំប្រើកប៉ោះរៀងក្រាស់បន្តិចអញ្ចឹងការប្រើកប៉ោះរៀងក្រាស់បន្តិចវាត្រូវនៅក្នុងរដូវនេះដែរអញ្ចឹងណាបងប្អូនអញ្ចឹងដោយសារកប៉ោះរៀងក្រាស់វាមានកម្ដៅបរិយាកាសនៅក្នុងរោងយើងមានកម្ដៅក្ដៅល្អកាលណាវាក្ដៅល្អបូករួមនឹងភ្លៀងខាងក្រៅវាមានសំណើមផងធ្វើឲ្យផ្សិតយើងចាប់គ្រាប់បានល្អប៉ុន្តែបើសិនជាករណីភ្លៀងអត់សូវមានឬបរិយាកាសខាងក្រៅក្ដៅអញ្ចឹងការប្រើកម្រាស់ក្រាស់បែបនេះវាអត់សមស្របទេផ្សិតយើងអត់អាចចាប់គ្រាប់បានល្អទេអញ្ចឹងការធ្វើនៅក្នុងរដូវនីមួយមានតិចនិចរៀងខ្លួនណាបងប្អូនត្រូវបត់បែនឲ្យបានល្អសម្រាប់បងប្អូនណាដែលធ្វើពីចម្បាំងក្តីឬក៏ចម្បាំងខាងក្រោមកាត់ដំឡូងពីលើនឹងត្រូវបត់បែនទៅតាមកលៈទេសៈផងដែរអញ្ចឹងថ្ងៃនេះខ្ញុំសូមចូលរួមប៉ុណ្ណេះបងប្អូនហើយត្បិតតាយើងប្រើវត្ថុធាតុដើមអត់ដូចគ្នាទេបងប្អូនខ្លះប្រើពីចម្បាំងបងប្អូនខ្លះពីស្មែងពេលខ្លះចម្បាំងខាងក្រោមកាត់ដំឡូងពីលើប៉ុន្តែតិចនិចនៃការមើលថែតិចនិចនៃការផ្ដល់សំណើមឬក៏កម្ដៅមិនខុសគ្នាទេមិនជាការចោទទេណាបងប្អូនគឺដូចគ្នា
còn là tha cầm bọc khóc nhé cái nào cầm bọc khóc nhé vì khó thằng chấm lại tha ôi thôi thì chỉ cả đồng lốp vì mình cầm đầu cái đầu chiên cầm bọc xanh nhá mong bốn vì cái đầu chiên mày đụng lên tiền chẳng bà sân chỉ cả này bà dạ khắc khăn cao cho thì chạy được gặp liền chấm pra vì cả đồng lốp mình chặt chỉ bánh hai màn vì anh những đỏ bàn lo đây xa cả đồng lốp vì mình cầm đầu bàn chẳng cả đồng lốp anh những bà thơ nó không mấy năm anh những pi khai tại cái pi khai nó cứ dân nghỉ những thơ thế còn là thà rụp một mũi hay cả và còn đặt mũi việc sinh cái niềm tích những bật bàn tích bà con chát mong bốn ngày nay nhầm sông châu room chế pin được thế nào mong bốn làสำหรับมองโอนตัวสนาตั้งให้ชีบอดพิซซ่าทำไมเทียบสำหรับการมือท้ายผมมองโอนได้ทำไมมาจนนู้นอาจยังงี้ปะดอแต่งี้ปะดอขนมการทวมปีการดำรงหรือก็จำบางขังกราบการดำรงไปเลยคนทาบาสันจิกันในเพลียงจมจานไปก็ดอดพอลวิบะอ้อยได้ถวายพิเศษยังลุยบาสันจิกันในพิเศษลุยบางปอนถือเมื่อไทยโดยเอาไว้เด็กยังเรียบเต้าให้บดบันมาจะนู้นเต้าวิอัดจัดเชียปัญหาที่นั่นบางปอนบันมวยเตี้ยยำสมบัติไทยมันจะตรงเป็นนังไปยุบการมือไทยบ่ยังก็ถือบดบันมาจะนู้นได้จับไปเป็นในเต้าสัตว์ยังจับกรอบจานเหมือนสังตา70-80%hơn chấn về giúp lưu chấm hiến của tập bật chào tầng ở tới nó mong bổn giờ lại pra đôi bề dương bị chia chập crop tê còn dương bị chia bị chập crop dương pra bia nằm bấy chui min oxygen crop cron còn này bờ sân chỉ bị chập crop hái bờ sân chỉ dương về giúp cassette cho thì chia dương pra lưu tràn trốn bộ rùm nó có bao giờ xem mình cũng đã rất có ai lùi từ mình phía tràn này chấn của tập bật lưu chấm hiến hay dương và tỏ bạc lưu hào chiên một cái rồi ní phần nó hay chỉ cả cột cron bạn ở quân tràn chuyện gì bằng